សង្ឃឹមប្រហែលភាគរយហើយមិនតែ1%វិញមិន50ដល់ឡើងធ្លាក់មក1វិញហ៎សំខាន់ឥឡូវយើងនៅ3ត្រូវតែមាន1 2 3តែឥឡូវសង្ឃឹមប្រហែលភាគរយធ្វើ20ចុះអូ20ហ្នឹងណាបាទខាងបញ្ញាសាស្ត្រ30%ទៀតបាទចឹងកើតឡើង30បាន80%បាទចឹងសង្ឃឹមណាចុងក្រោយគេបញ្ញាសាស្ត្រទី11បាទបងប្អូនទី10គេសង្ឃឹមបងសង្ឃឹមបាន20អញ្ចឹងបាន70ទេណាបាទអញ្ចឹងសូមអបអរសាទរឲ្យ3ក្រុមចុងក្រោយបាទនៅក្នុងមហោស្រពល្ខោននិយាយឆ្នាំ2025ដាត់លេខ3បាទសន្យាណាជាប់លេខប្រមាណក្តៅកុំអាទៅចាំរំជុំគ្នាណាចំណុចថ្នាក់លេខ3បានទៅលើសាលាសាលាបញ្ញាសាអន្តរជាតិថ្នាក់ទី11ចំណុចថ្នាក់លេខ3អូក្រោយចំណុចថ្នាក់លេខ2និងលេខ1 2អាចមកខាងលេខ2មកខាងលេខ1ហើយបាទមើលចុងក្រោយមិញ80ឥឡូវសង្ឃឹមប្រមាណភាគរយ80ដដែល80ដដែលខាងបែបទីនៅដដែលណាមានន័យថាចិត្តនឹងដូចគ្នាចាខ្ញុំនឹងប្រកាសជ័យលាភីចំណាត់ថ្នាក់លេខ1ណាត់ថ្នាក់លេខ1ណាបាទចំណាត់ថ្នាក់លេខ1ទីច្រឡំលេខ2គឺលេខ1ចំណាត់ថ្នាក់លេខ1នៅក្នុងមហោស្រពល្ខោននិយាយឆ្នាំ2025បានទៅលើសាលាបាទមានអ្នកយំបដាហើយបាទសាលាសង្ឃឹមអត់0អត់មិនធ្លាក់ដល់0វិញ0វិញអញ្ចឹងមែនមិនធ្លាក់ដល់0វិញហ្នឹងណាបាទមួយថ្ងៃរត់ DJ បាទតិចទៀតខ្ញុំចាក់ DJ ជុំគ្នាបាទមកចិត្តថ្នាក់លេខ1នៅក្នុងមហោស្រពល្ខោននិយាយឆ្នាំ2025បានទៅលើសាលាអត់ទេសុំពីទស្សនិកជនទីសិនបើសិនបញ្ញាសាស្ត្រអន្តរជាតិថ្នាក់ទី10លេខ1សុំសម្លេងតែដែរនឹងទៅលឿនឆាកបើសាលាបែធីអន្តរជាតិសាខាទី18ចំណាត់ថ្នាក់លេខ1សុំតែដែរ